នៅពេលគាត់ស្រែកឡើងសិស្សបងលីបានទាញដាវរបស់គាត់រួចហើយជាមួយនឹងចលនាមួយរំពេចសកម្មភាពបោកបញ្ឆោតមួយបានបញ្ចេញនៅលើស្រមោលដាវដោយឆ្ពោះទៅកាន់គូប្រជែងរបស់គាត់នៅក្នុងការឡោមព័ទ្ធនៃដៃជាច្រើនទោះជាយ៉ាងណាក៏ដោយគូប្រជែងរបស់សិស្សបងលីមានភាពរហ័សរហួននិងមានការប្រុងប្រយ័ត្នខ្ពស់អ្វីត្បិតតែគាត់មានភាពស្លន់ស្លោបន្តិចក៏ដោយប៉ុន្តែចលនានៃដាវរបស់គាត់ក៏មិនអន់ដែរគាត់បានទប់ទល់រាល់ការវាយលុករបស់ដាវទាំងអស់ជាមួយនឹងការការពារដែលមិនអាចទម្លុះបានបាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ Channel ដងហួរសូមប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នា Channel មួយនេះគឺផ្ដោតទៅលើការសម្រាយរៀនជាប្រភេទលក្ខណៈ novel ឬយើងហៅថាបន្លំលោកបាយពីប្រគុណហ្នឹងឯងចង់ចំពោះបងប្អូនដែលចូលមកថ្មីសូមរំខានជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងអ្នកមួយផងដើម្បីទទួលបាននូវវីដេអូសម្រាយរឿងថ្មីៗបែបនេះបន្ថែមទៀតតោះឥឡូវនឹងបង្ខាប់ពេលយូរយើងចូលទៅកាន់ការសម្រាយសាច់រឿង novel របស់យើងទាំងអស់គ្នាភាគទី15 Search បងលីតើ Search បងលីម្នាក់នេះល្បីខ្លាំងទេតើសមាជិកភាពរបស់គាត់យ៉ាងម៉េចដែរហាលីភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រជាប្រិយភាពរបស់ Search បងលីថាម៉េចអ្នកមិនដឹងថានរណាជា Search បងលីទេមែនហើយខ្ញុំមកនៅម្នាក់ឯងកាលពី 2-3 ឆ្នាំមុនអូបាទខ្ញុំសើតែផ្លេចទៅហើយការចងចាំរបស់ខ្ញុំពិតជាយ៉ាប់ណាស់ពីព្រោះមិនដែលមានសិស្សនៅក្នុងនិកាយដែលមិនស្គាល់ Search បងលីទេដែលបណ្ដាលឲ្យខ្ញុំភ្លេចអំពីការវឹកហាត់ដោយនៅតែម្នាក់ឯងរបស់អ្នកវិភាគតូចបានដឹងអំពីរឿងអ្វីមួយភ្លាមបន្ទាប់មកក៏ប្រញាប់និយាយបកស្រាយយ៉ាងលឿនតើអ្នកអាចប្រាប់ខ្ញុំបន្ថែមអំពី Search បងលីនេះបានទេ Search បងហានប៉ុន្តែខ្ញុំអាចប្រាប់អ្នកបានអ្នកវិភាគតូចដែលឃើញគូប្រជែងរបស់ Search បងលីកំពុងស្ទាក់ស្ទើរគាត់បានឆ្លៀតឱកាសនេះដើម្បីបញ្យល់រឿងព្រេងរបស់ Search បងលីមកដល់ហានលីបាទកន្លែងនេះសូមបញ្ជាក់បងប្អូនទាំងអស់គ្នាបន្តិចថាហេតុអ្វីបានជាអ្នកវិភាគតូចហៅហានលីថា Search បងហានវិញមិនបានថា Search បងហានលីតាមធម្មតានៅក្នុងប្រទេសចិនគឺគេប្រើតែតកូលគេហៅតែតកូលឧទាហរណ៍ថាដូចជាពូរបស់ហាន់លីគាត់ឈ្មោះហាន់ចៅអីចឹងទៅតែនៅពេលដែលអ្នកភូមិឬក៏អ្នកនៅទីក្រុងគាត់ហៅតែត្រឹមតែតកែហាន់នេះមូលហេតុគឺដោយសារចឹងឯងហើយចំពោះហាន់លីក៏ដូចគ្នាគេហៅតែ Search បងហាន់អីចឹងទៅហើយចំពោះ Search បងលីដែលគេហៅហ្នឹងគាត់អាចមានឈ្មោះអីផ្សេងទៀត Lee for you ឬក៏ជា Lee Xiaoqi អីចឹងទៅតែនៅពេលដែលគេហៅគាត់គឺគេហៅតែ Search បងលីចឹងទៅអាហ្នឹងគាត់ទៅជាការបញ្ជាក់របស់ខ្ញុំទេតើតោះជាមួយនឹងការហៅរបស់គាត់នឹងដើម្បីកុំឲ្យបងប្អូនឆ្ងល់ថាមិនបានគេហៅតែ Search បងហាន់ឬក៏មិនបានគេហៅតែ Search បងហាន់ដែលហៅឈ្មោះពេញយ៉ាងបន្ទាប់ពីការរៀបរាប់ខ្លីៗអ្នកវិភាគតូចបានចាប់ផ្ដើមនិយាយអំពីរឿងរបស់ Search បងលីហើយរឿងនេះពិតជាដូចគ្នាជាមួយនឹងរឿងព្រេងនិទានដែរ Search បងលីនេះបានចូលនិកាយប្រហែល4ឆ្នាំមុនប៉ុន្តែមកពីក្រុមផ្សេងគ្នាពីហានលីគាត់ក៏បានប្រាជ័យក្នុងការធ្វើតែបឋមហើយបានចូលនិកាយជាសិស្សក្រៅផ្លូវការដែរប៉ុន្តែបន្ទាប់ពីកន្លះឆ្នាំក្រោយមកគាត់មិនត្រឹមតែសម្រេចបានលទ្ធផលល្អបំផុតក្នុងចំណោមសិស្សខាងក្រៅផ្លូវការទាំងអស់នៅក្នុងក្រុមរបស់គាត់ប៉ុណ្ណោះទេគាត់ថែមទាំងអាចប្រៀបទៅបានជាមួយនឹងសិស្សច្បងផ្សេងទៀតផងដែរការយកឈ្នះលើសិស្សជាង30នាក់ដោយដៃតែម្ខាងនិងបំបីកំណត់ត្រាជាច្រើនសិស្សច្បងលីបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីថ្នាក់លើនៅក្នុងនិកាយបន្ទាប់ពីការត្រួតពិនិត្យយ៉ាងខ្លាំងក្លាមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលដែលរាងកាយរបស់ Search បងលីមានលក្ខណៈសាមញ្ញបំផុតហើយសូម្បីតែសក្តានុពលរបស់គាត់ក៏ត្រូវបានកំណត់ថានៅមានកម្រិតដែរនេះធ្វើឲ្យថ្នាក់លើទាំងអស់បានខកចិត្តដូច្នេះគ្មានថ្នាក់លើណាម្នាក់ទទួលយកគាត់ធ្វើជាសិស្សបន្តខ្លួនឡើយបន្ទាប់ពីការវឹកវើជាមូលដ្ឋានរយៈពេល2ឆ្នាំគាត់ត្រូវបានផ្ទេរតំណែងជាសិស្សនៃអ្នកការពារហើយក៏បានរៀនវិជ្ជាគុណមូលដ្ឋាននៅក្នុងនិកាយអត្តកម្បាំងទាំង7វិជ្ជាគុណដើរខ្យល់គួចដែលគាត់បានមកខាត់គឺជាវិជ្ជាគុណមួយដែលគេតែងតែបង្រៀននៅក្នុងនិកាយអត្តកម្បាំងនេះប្រសិនបើនោះជាចុងបញ្ចប់នៃសាច់រឿងរបស់គាត់ Search បងលីមិនអាចត្រូវបានចាត់ទុកថាជាមនុស្សអស្ចារ្យម្នាក់ទេប៉ុន្តែបន្ទាប់ពីរយៈពេលខ្លីដែលពឹងផ្អែកទៅលើវិជ្ជាគុណដែលហាក់ដូចជាធម្មតានេះគាត់បានផ្ដួលសិស្សទាំងអស់នៅក្នុងការប្រកួតប្រចាំឆ្នាំដែលប្រើវិជ្ជាគុណតែមួយនិងជាប់ចំណាត់ថ្នាក់ទី16គាត់បានក្លាយជាមនុស្សកំពូលក្នុងចំនួនរបស់គាត់ដែលទទួលបានការចាប់អារម្មណ៍ពីថ្នាក់លើម្ដងទៀតនៅក្នុងការប្រកួតប្រចាំឆ្នាំជាបន្តបន្ទាប់ Search បងលីមានភាពក្លាហាននិងខ្លាំងក្លាដែលមិនអាចប្រៀបផ្ទឹមបានដែលបានវាយលុកគូប្រកួតទាំងអស់ដូចជាដើមមកស្រួយគាត់បានទទួលឋានៈខ្ពស់គួរឲ្យភ្ញាក់ផ្អើលហើយទទួលបាននូវមោទនភាពនិងមុខមាត់ពីសិស្សថ្មីទាំងអស់នៅក្នុងការប្រកួតប្រចាំឆ្នាំកន្លងទៅគាត់បានជាប់ចំណាត់ថ្នាក់លេខ3មូលហេតុគឺដោយសារតែសិស្សក្នុងចំណាត់ថ្នាក់ទាំងពីរដំបូងបាននៅក្នុងនិកាយនេះអស់រយៈពេលជាង10ឆ្នាំមកហើយសិស្សទាំងពីរនាក់នេះគឺជាសមាជិកនៃចំនួនចាស់ដែលមានអាយុប្រហែល27ឬ28ឆ្នាំហើយពួកគេមានកម្លាំងខ្លាំងជាងបើប្រៀបធៀបទៅនឹង Search បងលីក៏មានមនុស្សជាច្រើនជឿថាប្រសិនបើ Search បងលីមានកម្រិតនៃកម្លាំងដូចជាសិស្សលំដាប់កម្ពុជាទាំងពីរនេះ Search បងលីប្រកាសជាជាប់ចំណាត់ថ្នាក់លេខ1ចាក់ជាមិនខាន
ដោយសារតែរឿងនេះសិស្សបងលីត្រូវបានចាប់អារម្មណ៍នៅថ្នាក់លើម្ដងទៀតហើយត្រូវបានតែងតាំងជាពិសេសដើម្បីបញ្ជូនទៅក្រៅនិកាយបន្ទាប់មកនឹងទទួលបានការបណ្ដុះបណ្ដាលហើយអាចជួយកិច្ចការខាងក្រៅផ្សេងៗរបស់និកាយបានខណៈពេលដែលសិស្សនៅចំនួនដូចគ្នានៅតែទទួលការបណ្ដុះបណ្ដាលសិស្សបងលីបានចូលបម្រើការងារដ៏អស្ចារ្យមួយសម្រាប់ជាប្រយោជន៍ដល់និកាយបាត់ទៅហើយថែមទាំងត្រូវបានគេដាក់រហស្សនាមថាខ្លាលីនៅក្នុងពិភពនៃក្បាច់គុណទៀតផងបន្ទាប់មកគាត់ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងក្រុមកងពលធំទាំង7ហើយទទួលបានឱកាសហាត់ក្បាច់គុណថ្នាក់ខ្ពស់ផងដែរហាលីមិនអាចធ្វើអ្វីបានទេក្រោយពីគាត់បានលើរឿងនេះហើយប្រសិនបើអ្វីដែលគាត់បានលើកគឺជាការពិតសិស្សបងលីម្នាក់នេះពិតជាអស្ចារ្យណាស់សិស្សបងលីបានចាប់ផ្ដើមពិសេសក្រៅផ្លូវការហើយគាត់នៅតែអាចសម្រេចបាននូវលទ្ធផលដែលគាត់ទទួលបាននៅថ្ងៃនេះពិតជាគួរឲ្យសរសើរមែននៅខាងរបស់សាំងយ៉ាងគួយពួកគេបានបញ្ជូនមនុស្សម្នាក់ទៀតចេញមកនៅសេស្ទើបន្ទាប់ពីពិភាក្សាអស់រយៈពេលជាយូរសិស្សដែលគេបញ្ជូនទៅហាក់ដូចជាមានកម្លាំងខ្លាំងដោយដកដាវធំមួយចេញពីក្រណាត់រុំស្នាមរបួសដែលចងជាប់នឹងចង្កេះមកកាន់នៅក្នុងដៃសិស្សម្នាក់នេះពិតជាមិនមែនជាមនុស្សដែលមានប្រវត្តិធម្មតាទេបន្ទាប់ពីសិស្សច្បងលីបានដឹងថាមាននរណាម្នាក់ចូលមកក្នុងសាយវៀនគាត់បានបើកភ្នែករបស់គាត់បន្តិចម្ដងដែលហាក់ដូចជាពោពេញទៅដោយរស្មីសិស្សច្បងលីស្រែកខ្លាំងៗការស្រែកភ្លាមៗរបស់គាត់ស្រដៀងទៅនឹងផ្គរលាន់បន្លឺឡើងពីពេញតំបន់ទាំងមូលបង្កឲ្យមានសម្លេងឮទ្រហឹងពេញត្រចៀកមនុស្សគ្រប់គ្នាគូប្រជែងរបស់គាត់ក៏រងផលប៉ះពាល់ដោយការស្រែកការបង្ហាញនៃភាពភ័យខ្លាចបានចាប់ផ្ដើមលេចឡើងនៅលើមុខរបស់គាត់នៅពេលគាត់ស្រែកសិស្សច្បងលីបានទាញដាវរបស់គាត់រួចទៅហើយជាមួយនឹងចលនាមួយរំពេចសកម្មភាពបោកបញ្ឆោតមួយបានបញ្ចេញលើស្រមោលដាវដែលឆ្ពោះទៅកាន់គូប្រជែងរបស់គាត់នៅក្នុងការឡោមព័ទ្ធនៃដាវជាច្រើនទោះជាយ៉ាងណាក៏ដោយគូប្រជែងរបស់សិស្សច្បងលីមានភាពរហ័សរហួននិងមានការប្រុងប្រយ័ត្នខ្ពស់អ្វីត្បិតតែគាត់បានភ័យសន់ស្លោបន្តិចក៏ដោយប៉ុន្តែចលនានៃដាវរបស់គាត់ក៏មិនអន់ដែរគាត់បានទប់ទល់រាល់ការវាយលុករបស់ដាវទាំងអស់ជាមួយនឹងការការពារដែលមិនអាចទម្លុះចូលបានតើបុគ្គលនេះជាអ្នកណាទៅហាលីមិនអាចធ្វើអ្វីបានឡើយក្រៅពីសួរដោយភាពងើយឆ្ងល់គាត់គឺជាកូនប្រុសរបស់ព្រឹទ្ធាចារ្យទី7សៅឈីលីវិជាគុណដែលគាត់បានមកហាត់គឺជាវិជាគុណដាវវ៉ាដែលពិបាកខ្លាំងណាស់នៅក្នុងការទប់ទល់នឹងវាតែគាត់យ៉ាងមិនដែរបើសិនជាប្រៀបធៀបទៅជាមួយនឹងសិស្សច្បងលីបើតាមជាក់ស្ដែងសិស្សច្បងលីនៅតែខ្លាំងជាងអ្នកវិភាគតូចនិយាយដោយបញ្ចេញតាក់មុខយ៉ាងមោទនភាពហើយអ្វីសាំងជគួយមិនបញ្ជូនអ្នកខ្លាំងជាងនេះមកជំនួសវិញហេសៅឈីលីគឺជាអ្នកខ្លាំងជាងគេក្នុងចំណោមពួកគេរួចទៅហើយក្នុងចំណោមពួកយើងដែលជាសិស្សប្អូនតើអ្នកណាអាចយកឈ្នះសិស្សច្បងលីបានទៅមិនថាពួកគេបញ្ជូនអ្នកណាមកក៏ដោយវាគ្មានប្រយោជន៍អ្វីទេអ្នកវិភាគតូចរីករាយជាមួយនឹងការបង្ហាញអារម្មណ៍រំភើបចំពោះសំណាងអាក្រក់របស់គូប្រកួតជាការពិតណាស់ទោះបីជាក្បាច់ដាវរបស់សៅឈីលីមិនមានភាពច្របូកច្របល់ក៏ដោយក៏គាត់ហាក់ដូចជាមិនមានប្រៀបអ្វីទាំងអស់គាត់ត្រូវបានគេដាក់សម្ពាធស្ទើរតែដល់ចំណុចមួយដែលចាញ់រួចទៅហើយម្យ៉ាងទៀតអ្នកដែលមានបទពិសោធន៍ច្រើនអាចប្រាប់បានយ៉ាងរហ័សថាការបរាជ័យរបស់សៅឈីលីគឺគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះហាលីបានសម្លឹងមើលជុំវិញមួយផ្លែតមុនពេលការសង្ស័យមួយបានកើតឡើងនៅក្នុងចិត្តរបស់គាត់មានរឿងមួយដែលខ្ញុំនៅតែមិនយល់ហើយអ្វីបានជាសិស្សទាំងអស់នៅទីនេះសុទ្ធតែក្មេងៗចំនួនក្រោយចូលចំពោះសិស្សច្បងទាំងអស់នេះទោះបីជាមានច្បាប់ហាមមិនឲ្យពួកគេចូលសង្វៀនក៏ដោយក៏នៅតែមានសិស្សច្បងម្នាក់ឬពីរនាក់មកទស្សនានៅក្នុងការប្រកួតនេះដែរហាលីបញ្ចេញភាពសង្ស័យរួចក៏បានសួរឡើងអ្នកវិភាគតូចបន្ទាប់ពីបានលើសំណួររបស់ហាលីកាយវិការរបស់គាត់មានការផ្លាស់ប្ដូរទាំងស្រុងហើយមានសញ្ញាដ៏ចម្លែកមួយបានលេចឡើងនៅលើមុខរបស់គាត់នៅពេលគាត់សម្លឹងមើលហាលីនេះធ្វើឲ្យហាលីមានអារម្មណ៍ងឿងឆ្ងល់ជាខ្លាំងតើវាអាចថាគាត់បានសួរសំណួរមួយដែលត្រូវបានចាត់ទុកថាជាបម្រាមនៅក្នុងនិកាយមែនទេបាទឥឡូវនេះសូមបញ្ចប់ភាគទី15នៃសាច់រឿងរបស់យើងតែប៉ុណ្្នឹងសិនហើយយើងនឹងជួបគ្នាបន្តទៀតនៅភាគបន្ទាប់សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់និងទស្សនា